សូមស្វាគមន៍ពីប្រាសាទភិមានអាកាសដែលជាប្រាសាទមួយមានទីតាំងនៅក្នុងរាជធានីអង្គរធំសូមគោរពជំរាបសួរប្រិយមិត្តទាំងអស់ជាទីរាប់អានខ្ញុំបាទឈ្មោះសុផាសូមរៀបរាប់ជូនពីប្រវត្តិនៃប្រាសាទភិមានអាកាសដូចតទៅប្រាសាទភិមានអាកាសត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី5ក្នុងកាលបរិច្ឆេទកសាងនៅក្នុងសតវត្សទី11ស្ថិតនៅក្នុងស្ថាបត្យកម្មខ្មែរដែលមានទីតាំងស្ថិតនៅក្នុងភូមិនគរក្រៅឃុំគោកចកស្រុកនគរធំក្នុងខេត្តសៀមរាបនៅដើមសតវត្សទី11ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1បានកសាងប្រាសាទភិមានអាកាសធ្វើជាប្រាសាទសម្រាប់រាជរបស់ព្រះអង្គជាប្រភេទប្រាសាទភ្នំប្រាសាទភិមានអាកាសស្ថិតក្នុងទីធ្លាព្រះបរមរាជវាំងអង្គរធំសម្រាប់គោរពបូជារបស់ទ្រង់ប្រាសាទនេះត្រូវបានអភិសេកដំបូងដោយមានប្រាង្គមាសតាមសម្ដីអ្នកដំណើរចិនឈ្មោះជីវតាខ្វាន់ហើយវាមានទំនាក់ទំនងដល់រឿងព្រេងដំណាលថាប្រាង្គមាសនៅក្នុងព្រះបរមរាជវាំងអង្គរដែលជាកន្លែងព្រលឹងនាគរាជក្បាល9បានរស់នៅនិងបានប្រែក្រឡាខ្លួនជាស្រីស្អាតម្នាក់ចំពោះព្រះអង្គដើម្បីរួមដំណេកជាមួយទ្រង់រៀងរាល់យប់នៅលើប្រាង្គមាសនេះមុនពេលព្រះអង្គចូលបន្ទប់អគ្គមហេសីនិងស្រីស្នំផ្សេងទៀតប្រសិនបើព្រះអង្គបាត់មួយយប់គេជឿថាទ្រង់នឹងស្លាប់កន្លែងខាងជើងនិងខាងត្បូងបានកើតឡើងនៅសតវត្សទី11គេជឿថាកន្លែងទាំងពីរនេះគឺជាឃ្លាំងប៉ុន្តែប្រភពផ្សេងទៀតនិយាយថាកន្លែងពីរនេះបានធ្វើឡើងដើម្បីទុកទទួលភ្ញៀវបរទេសឋានៈខ្ពង់ខ្ពស់ប្រាសាទភិមានអាកាសជាប្រាសាទមួយដែលកសាងឡើងអំពីថ្មភក់នៅលើជើងគ្រឹះថ្មបាយក្រៀមមាន3ជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីតកម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំង3ជាន់ប្រហែលជា12ម៉ែត្រមានសន្តានជា4ជ្រុងទ្រវែងមានជណ្ដើរចោតទាំង4ផ្នែកចំណែកឯផ្លូវចូលទស្សនាព្រះរាជវាំងត្រូវដើរឆ្លងកាត់គ្រឹះជើងគ្រឹះឡើងលើព្រះពន្លាខ្ពស់ទៅតាមជណ្ដើរគ្រុឌព្រោះព្រះរាជវាំងនៅតាំងនៅលើព្រះពន្លាខ្ពស់ពេលណាយើងឡើងទៅកាន់ព្រះពន្លានឹងឃើញបដិមាផុសរូបសង្ឃរចនាបថសម័យបាយ័នឈរយ៉ាងអង្អាចនៅលើក្បាលជណ្ដើរទាំងសងខាងនៅខាងលើព្រះពន្លានេះនៅមានស្លាកស្នាមការសង់ព្រះពន្លាក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដែលគេប្រើសម្រាប់រាជការត្រួតពលឬប្រារព្ធពិធីខាងសាសនាផ្សេងបច្ចុប្បន្ននេះមិននៅសេសសល់ស្លាកស្នាមទៀតឡើយព្រោះសំណង់ទាំងនោះធ្វើអំពីឈើប្រាសាទវិមានអាកាសតាំងនៅលើជើងគ្រឹះខ្ពស់3ជាន់មួយជាន់មានកម្ពស់4ម៉ែត្រជាន់ក្រោមបង្អស់មានទទឹង28ម៉ែត្រនៅជួរទិសខាងជើងត្បូងចំណែកបណ្ដោយមានប្រវែង35ម៉ែត្រនៅជួរទិសខាងកើតលិចជើងគ្រឹះប្រាសាទទាំង3ជាន់ជាផ្លូវឡើងទៅកាន់ប្រាសាទបានដែលមានជណ្ដើរនៅកណ្ដាលជើងគ្រឹះទាំង4ទិសប៉ុន្តែភាគច្រើនបាក់បែកស្ទើរអស់ហើយកន្លែងដែលនៅមានសភាពល្អបំផុតគឺនៅផ្នែកទិសខាងលិចផ្នែកទាំងពីរនៃជណ្ដើរឡើងអមសងខាងដោយបដិមាផុសរូបសង្ឃនិងរូបដំរីនៅមុំជើងគ្រឹះទាំង3ជាន់តួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោងថែវធ្វើអំពីថ្មភក់ផ្នែកក្នុងជាតួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោងថែវធ្វើអំពីថ្មភក់ផ្នែកក្នុងជាតួប្រាសាទសង់លើជើងគ្រឹះ
កម្ពស់ 2.5 ម៉ែត្រស្រះទឹកលួងមានសន្តានរាង4ជ្រុងទ្រវែងមានទទឹង45 ម៉ែត្របណ្ដោយ125 ម៉ែត្រគែមស្រះជាថ្មភក់ព័ទ្ធជុំវិញជាច្រើនជាន់ចោតចុះផ្នែកខាងក្រោមគេជឿថាស្រះនេះកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1នៅត្រង់បរិវេណខាងត្បូងនៃស្រះមានកំពែងវែងតទៅទិសខាងលិចបន្តិចគេសន្និដ្ឋានថាកំពែងនេះសាងឡើងដើម្បីបាំងដីពីប្រាសាទភិមានអាកាសកុំឲ្យហូរចុះមកស្រះចំណុចដែលគួរឲ្យស្ញប់ស្ញែងនៃកំពែងនេះគឺរូបចម្លាក់ល្អឥតខ្ចោះហើយមានរូបខ្លះស្រដៀងនឹងរូបចម្លាក់នៅតាមជញ្ជាំងទីប្រលានស្ដេចកំឡុងស្រះទឹកខាងកើតនៅទិសខាងកើតនៃគោបរៈខាងជើងមានទទឹង20 ម៉ែត្របណ្ដោយ40 ម៉ែត្រមានសន្តានជាស្រះថ្មភក់ដែលមានជម្រៅ 4.5 ម៉ែត្រគេជឿថាស្រះនេះគឺជាផ្នែកមួយនៃព្រះរាជវាំងដែលកសាងឡើងក្នុងបរិវេណនេះលើកដំបូងរបៀងនិងស្រះទឹកខាងលិចនៃស្រះទឹកលួងនៅខាងលិចគោបរៈខាងជើងនៅក្រៅជាកំពែងថ្មបាយក្រៀមមានលក្ខណៈទ្រុឌទ្រោមបន្ទាប់មកទៀតជាស្រះទឹកខ្នាតតូចនិងរបៀងទាបហើយចំណុចដែលគួរឲ្យស្ញប់ស្ញែងមួយកន្លែងទៀតគឺរូបចម្លាក់នៅលើកំពែងរបៀងខាងកើតមានសន្តានជារូបកាកបាទមានសសរមូលនៅខាងក្រោមប៉ុន្តែឥឡូវនេះត្រូវដើមឈើដុះគ្របជិតស្ទើរអស់បើសិនបើយើងដើរទៅទស្សនាមានការលំបាកបន្តិចតាមសិលាចារឹកប្រាសាទនេះមានឈ្មោះដើមថាហេមស្រង្គគិរីជាភាសាបាលីឬសំស្ក្រឹតដែលមានន័យថាភ្នំស្នែងមាសបានផ្ដើមស្ថាបនាឡើងនៅដើមសតវត្សទី9ដល់សតវត្សទី11ដោយក្រតាញស្រីសត្យាស្រ័យឆ្នាំ910 គ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី1ឆ្នាំ889ដល់ឆ្នាំ910តាមសិលាចារឹកលេខ K291 បន្តរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី2ឆ្នាំ944ដល់968បន្ថែមដោយព្រះបាទជ័យវរ្ម័នទី5ឆ្នាំ968ដល់ឆ្នាំ1001តាមសិលាចារឹកលេខ K534 បញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ឆ្នាំ1002ដល់ឆ្នាំ1050តាមសិលាចារឹកលេខ K211 ខ្ញុំសូមបញ្ចប់នៅខ្លឹមសាររៀបរាប់អំពីប្រវត្តិនៃប្រាសាទភិមានអាកាសត្រឹមប៉ុណ្ណេះសូមបញ្ជាក់ផងដែរថាខ្លឹមសារទាំងស្រុងដែលបានរៀបរាប់នៅក្នុងវីដេអូនេះត្រូវបានដកស្រង់ចេញពីគេហទំព័ររដ្ឋាភិបាលខ្មែរអំពីប្រាសាទភិមានអាកាសឬវិមានអាកាសនិងឯកសារសំខាន់មួយទៀតគឺសៀវភៅដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរព្រះបាទជ័យវរ្ម័នទី4ឆ្នាំ2017ដោយលោកសឹមសុភត្រាទំព័រទី10ខ្ញុំសូមអធិស្ឋានប្រសិនបើការរៀបរាប់អំពីប្រវត្តិនៃប្រាសាទភិមានអាកាសមានខុសឆ្គងដោយប្រការណាមួយសូមខន្តីអភ័យទោសហើយក៏សូមថ្លែងអំណរគុណសម្រាប់ការតាមដានវីដេអូនេះពីដើមដល់ចប់សង្ឃឹមជួបគ្នាជាមួយនឹងវីដេអូថ្មីនៅឱកាសក្រោយទៀតសូមអរគុណនិងសូមគោរពលា